ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីវិធីមួយដែលគឺជាវិធីរបៀបដូរ page ឈ្មោះ page ហ្នឹងតាមទូរស័ព្ទដៃអញ្ចឹងយើងចូលនៅក្នុង Facebook មកតមកយើងជ្រើសរើស page ដែលយើងចង់ដូរឈ្មោះតើ page ណាដែលយើងចង់ដូរឈ្មោះតឥឡូវតើខ្ញុំយក page នេះមួយចុះខ្ញុំចុចយក page នេះមួយខ្ញុំចង់ដូរឈ្មោះ page ហ្នឹងអញ្ចឹង page នេះឈ្មោះបែបនេះអញ្ចឹងយើងអស់មកក្រោមមកយើងចង់ដូរឈ្មោះយើងចុចកន្លែង setting and privacy នេះតមកយើងចុច setting មកយើងអស់មកក្រោមយើងឃើញពាក្យថា page setup អញ្ចឹងចុចពីលើវាមកតមកយើងឃើញកន្លែង name ហ្នឹង name ហ្នឹងយើងដូរឈ្មោះមកឧទាហរណ៍ថាខ្ញុំដូរឈ្មោះដាក់ DYT for you អញ្ចឹងទៅតមកយើងចុច review change នេះមកនេះកន្លែងនេះតមកនេះឈ្មោះបច្ចុប្បន្នហ្នឹងគឺឈ្មោះបែបនេះយើងបដូរឈ្មោះ page ថ្មី DYT for you នេះតមកយើងចុច submit for approval មកអូខេអញ្ចឹងប៉ុណ្ណឹងគឺបានហើយចាំមើលយើង refresh វាមើល DYT for you ឃើញទេអញ្ចឹងជាងាយអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាដែលតាមដានវីដេអូរបស់ខ្ញុំអញ្ចឹងសូមជួយចុច like share ដើម្បីទទួលបានចំណេះដឹងថ្មីៗនៅតាមប្រព័ន្ធ digital សូមអរគុណ